ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី7ខែមករាឆ្នាំ2026បានស្នើថវិកាចំនួន1កណ្ដកសញ្ញា5 trillion ដុល្លារទៅកាន់សភាសម្រាប់ចំណាយទៅលើវិស័យយោធានៅឆ្នាំ2027លោកត្រាំព្រមានថាថវិកានេះចាំបាច់ណាស់ដោយសារតែនេះគឺជាពេលវេលាដ៏លំបាកនិងគ្រោះថ្នាក់នេះបើយោងទៅតាមកាសែត South China Morning Post ធៀបទៅនឹងឆ្នាំ2026ថវិកាយោធាអាមេរិកត្រូវបានកំណត់ត្រឹម901,000 លានដុល្លារប៉ុណ្ណោះលោកត្រាំបាននិយាយនៅក្នុងសារមួយនៅលើបណ្ដាញសង្គមថាការចំណាយនេះនឹងអាចឲ្យអាមេរិកសម្រេចបាននូវយោធាក្នុងក្តីស្រមៃការពារអាមេរិកពីសត្រូវទាំងឡាយលោកនិយាយថាលោករីករាយចាយថែមទៅលើយោធាពីព្រោះរដ្ឋបាលរបស់លោកកំពុងតែរកប្រាក់បន្ថែមពីពន្ធដែលដាក់ទៅលើទាំងសម្ព័ន្ធមិត្តនិងគូប្រជែងក្នុងពេលជាមួយគ្នានោះលោកត្រាំបានព្រមានក្រុមហ៊ុនការពារជាតិធំៗរបស់អាមេរិកជាពិសេសក្រុមហ៊ុន Raytheon ថាពួកគេត្រូវតែឈប់យកលុយទៅទិញភាគហ៊ុនបន្ថែមហើយត្រូវយកលុយនោះមកវិនិយោគថែមទៅលើរោងចក្រនិងការផលិតអាវុធលោកបាននិយាយថាក្រុមហ៊ុនដែលបរាជ័យនៅក្នុងការបង្កើនផលិតកម្មអាចប្រឈមទៅនឹងការបាត់បង់កិច្ចសន្យាទិញលក់អាវុធជាមួយនឹងមន្ទីរបញ្ចកោណជាការព្រមានមួយដែលធ្វើឲ្យភាគហ៊ុនការពារជាតិអាមេរិកធ្លាក់ចុះនៅ Wall Street ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Northrop Grumman ធ្លាក់ចុះជាង 5% ក្រុមហ៊ុន Lockheed Martin ធ្លាក់ចុះ 75% និងក្រុមហ៊ុន RTX Corp ដែលជាក្រុមហ៊ុនមេរបស់ Raytheon ធ្លាក់ចុះជាង 2% លោកត្រាំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានត្អូញត្អែម្ដងហើយម្ដងទៀតថាក្រុមហ៊ុនការពារជាតិអាមេរិកមានភាពយឺតយ៉ាវនៅក្នុងការដឹកជញ្ជូននិងផ្គត់ផ្គង់អាវុធសំខាន់ៗក៏ប៉ុន្តែពួកគេនៅតែទទួលបានភាគលាភនិងផ្ដល់ប្រាក់ខែដ៏គួរឲ្យភ្ញាក់ផ្អើលទៅដល់នាយកប្រតិបត្តិកំពូល